សត្វនៅក្រៅទាំងសត្វនៅក្នុងយើងកុំច្រឡំថាសត្វនៅក្នុងអត់មានប៉ារ៉ាស៊ីតប៉ុន្តែសត្វនៅក្នុងផ្ទះក៏អាចច្រឡំប៉ារ៉ាស៊ីតបានដែរឬក៏អាចឆ្លងបានដែរបើសិនជាគាត់លិតជើងលិតដៃឬក៏លិតឥដ្ឋនៅក្នុងផ្ទះឬក៏ខាងក្រៅផ្ទះរបស់យើងសត្វនៅក្នុងផ្ទះក៏ត្រូវការទម្លាក់ព្រូនជាប្រចាំយ៉ាងហោចណាស់ក៏6ខែម្ដងដែរបើសិនជាយើងអត់បានធ្វើ3ខែម្ដងយ៉ាងហោចណាស់ក៏6ខែម្ដងដែរយើងត្រូវធ្វើគ្រប់អាយុសត្វទាំងអស់គឺត្រូវការប្រើ deworming សម្រាប់ kitten យើងអាចចាប់ផ្ដើមពីអាយុ3សប្តាហ៍និងសម្រាប់បន្ទាប់មកយើងអាចធ្វើរៀងរាល់3ខែម្ដងឬក៏6ខែម្ដងអាស្រ័យទៅលើបរិបទនៃការនៅរបស់សត្វមួយat least ពី3ខែម្ដង6ខែម្ដងយើងត្រូវធ្វើអត់អាចមួយឆ្នាំម្ដងបានទេព្រោះប៉ារ៉ាស៊ីតវាមានវដ្តជីវិតរបស់វាសត្វគឺត្រូវតែប្រើថ្នាំទម្លាក់ព្រូនសម្រាប់តែផលិតផលរបស់សត្វអាចយកថ្នាំនេះយកមកប្រើថ្នាំទម្លាក់ព្រូននៅលើសត្វបានទេ